ជោមចំពោះ13ខ1ពិតមែនហើយខ្ញុំបានឃើញហេតុការណ៍ទាំងនេះផ្ទាល់នឹងភ្នែកខ្ញុំបានឮផ្ទាល់នឹងត្រចៀកហើយខ្ញុំក៏បានជល់ខ2អ្វីដែលអស់លោកដឹងខ្ញុំក៏ដឹងដែរគឺខ្ញុំមិនអន់ជាងអស់លោកទេខ3ក៏ប៉ុន្តែខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតខ្ញុំនឹងតវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយព្រះជាម្ចាស់តែប៉ុណ្ណោះខ4ត្បិតអស់លោកចេះតែយកការកុហកមកលោកឡំជាមួយការពិតអស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការខ5ប្រសិនបើអស់លោកនៅស្ងៀមនោះដូចជាមានប្រាជ្ញាជាងខ6ឥឡូវនេះសូមមេត្តាត្រង់ត្រាប់ស្ដាប់ពាក្យតវ៉ារបស់ខ្ញុំសិនខ7តើអស់លោកពោលពាក្យមិនត្រឹមត្រូវក្នុងនាមព្រះជាម្ចាស់ហើយនិយាយពាក្យមិនពិតក្នុងនាមព្រះអង្គកើតឬខ8តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ហើយចង់តវ៉ាជំនួសព្រះអង្គឬខ9ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោកតើព្រះអង្គអាចឃើញការល្អនៅក្នុងអស់លោកឬទេតើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ដោយបញ្ឆោតមនុស្សឬខ10ប្រសិនបើអស់លោកមានគំនិតកាន់ជើងដោយលួចលាក់នោះព្រះអង្គមកជាស្ដីបន្ទោសអស់លោកមិនខានខ11ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គនឹងធ្វើឲ្យអស់លោកញ័ររន្ធត់ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុតខ12ពាក្យដែលអស់លោកនិយាយសុទ្ធតែជាពាក្យស្លោកឥតបានការដោយផេះពាក្យដែលអស់លោកលើកយកមកតវ៉ាប្រៀបបាននឹងភក់ខ13សូមអស់លោកនៅស្ងៀមទុកឲ្យខ្ញុំនិយាយផងបើមានផលវិបាកអ្វីកើតចំពោះខ្ញុំទុកឲ្យកើតទៅចុះខ14ខ្ញុំមិននឹកស្ដាយខ្លួនទេគឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំខ15ព្រះអង្គមកជាប្រហារខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយប៉ុន្តែខ្ញុំនឹងការពារខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអង្គខ16ធ្វើដូច្នេះប្រហែលជាខ្ញុំបានរស់ជីវិតត្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយខ17សូមអស់លោកត្រង់ត្រាប់ស្ដាប់ពាក្យដែលខ្ញុំនឹងថ្លែងសូមផ្ទៀងត្រចៀកស្ដាប់សេចក្តីដែលខ្ញុំពន្យល់ខ18ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំព្រោះខ្ញុំដឹងថាខ្ញុំគ្មានកំហុសអ្វីទេខ19តើនរណាចង់ចោទប្រកាន់ខ្ញុំប្រសិនបើខ្ញុំខុសមកខ្ញុំសុខចិត្តនៅស្ងៀមហើយអត់ដង្ហើមឲ្យស្លាប់ខ20ប៉ុន្តែសូមព្រះអង្គមេត្តាអនុញ្ញាតតាមសំណូមពរពីររបស់ទូបង្គំនោះទូបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀតឡើយខ21គឺសូមដកព្រះហស្ថចេញពីទូបង្គំហើយក៏គុំធ្វើឲ្យទូបង្គំភ័យតក់ស្លុតទៀតដែរខ22បន្ទាប់មកសូមព្រះអង្គមានព្រះបន្ទូលមកកាន់ទូបង្គំចុះទូបង្គំនឹងឆ្លើយតបវិញឬមួយសូមទុកឲ្យទូបង្គំនិយាយមុនរួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បានខ23តើកំហុសនិងអំពើបាបរបស់ទូបង្គំមានចំនួនច្រើនប៉ុណ្ណាសូមប្រាប់ឲ្យទូបង្គំដឹងពីអំពើទុច្ចរិតនិងអំពើបាបរបស់ទូបង្គំផងខ24ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនិងទូបង្គំហេតុអ្វីបានជាព្រះអង្គចាត់ទុកទូបង្គំជាសត្រូវនឹងព្រះអង្គដូច្នេះខ25ទូបង្គំប្រៀបដូចជាស្លឹកឈើឬចម្បាំងស្ងួតដែលប៉ើងតាមខ្យល់តើព្រះអង្គដេញតាមប្រហារទូបង្គំធ្វើអ្វីខ
ខ26ព្រះអង្គបានកត់ត្រាទុកនៅអំពើអាក្រក់ផ្សេងដែលទូលបង្គំប្រព្រឹត្តព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុសដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេងខ27ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំព្រះអង្គឃ្លាំមើលអ្វីទាំងអស់ដែលទូលបង្គំប្រព្រឹត្តសូម្បីតែដានជើងទូលបង្គំក៏ព្រះអង្គតាមពិនិត្យមើលដែរខ28រូបកាយទូលបង្គំប្រៀបបាននឹងឈើពុកឬដូចជាសម្លៀកបំពាក់ដែលត្រូវកណ្ដៀវស៊ី